ពីថងនេះទៅពីចាក់ត្រីប្រវត្តិណៃបាទបងប្អូនទាំងគ្នាការញ៉ាំទឹកហ្នឹងយើងដើរបងត្រីអ្នកគ្នាហើយយើងក៏បានមកជួបបងក៏ដួសត្រីនៅស្ពានទៅអតោអ្នកគ្នាបាទហើយក៏បានសួរនោមក៏ទៅថាដួសបានរត់តែថ្ងៃតែម្ដងអ្នកគ្នាបាទត្រីសហើយនឹងត្រីឆ្កែងត្រីឈ្វិនអីអ្នកគ្នាធម្មតាមែនទេHello ស្ដាយអ្នកគ្នានេះជា vlog ដែលយើងធ្វើដើម្បីចែកជូនអ្នកគ្នាមើលទឹកធ្លាក់ចឹងណាអ្នកគ្នាដល់ឃើញទឹកហូរស្អាតមែនតែនហើយខ្ញុំក៏បានទិញកាមេរ៉ាឲ្យក្មួយថតឲ្យអ្នកគ្នាបាទមានអ្នកថតឲ្យទេមានតែក្មួយនឹងឯងថតទៅដើរកិច្ចរៀងកិច្ចអីតិចចឹងណាហ្នឹងបាទហើយនោះជាអ្នកបងត្រីខ្ញុំអ្នកដើរកាន់កូនអ្នកគ្នាបាទមិនបានធ្វើអីទេហើយទៅពេលល្ងាចបានជួយបងត្រីបានពីបេសណាញ់ដែរអ្នកគ្នាបាទត្រីច្រើនមែនតែនតែម្ដងអ្នកគ្នាបាទហើយយើងដើរលេងផងយើងបងត្រីផងចឹងណាអ្នកគ្នាបាទហើយឮសំឡេងទឹកហូរពិតជាពេលរត់មកទៅត្រីបានត្រីព្រឹកសាហូរជាត្រីបានខ្ញុំក៏បានយកកាមេរ៉ាថតខ្លួនឯងដែលកាយវិការរៀបរាប់ដឹងនិយាយអីទេនិយាយអត់ឮផងស្ដាប់ឮទឹកហូរទៅអស់គ្នាបាទបងត្រីនេះចង់លេងទេសភាពស្អាតទៀតអ្នកគ្នាបាទបើសិនមានអីជីបានច្រើនគ្នាមករកតែអាទិត្យអ្នកគ្នាបាទពោះស្អាតមែនទែនតែម្ដងអ្នកគ្នាហើយមានកន្លែងឲ្យក្មេងលេងទឹកផងតែយកឲ្យមេជីចឹងទៅរៀងឆ្ងាយដែរអ្នកគ្នាបាទទៅពីចាក់ប្រវត្តិណៃមកម្ដងចឹងអ្នកគ្នាបាទឥឡូវយើងក៏បានមកថតតែបងក៏ដួសត្រីវារងទឹកហូរចឹងអ្នកគ្នាបាទពីព្រោះបងក៏នៅចិត្តនឹងគាត់ស្រួលចឹងអ្នកគ្នាបាទដួសបាននៅទៅថ្ងៃតែម្ដងគឺបានរងថ្ងៃបងរងថ្ងៃខ្ញុំក៏បានមកវិញថតក្រមដែលយើងមកបងត្រីអ្នកគ្នាបាទបងបានតែម្ដងអ្នកគ្នាអ្នកធ្វើត្រីក៏ធ្វើទៅអ្នកបងក៏បងទៅអ្នកគ្នាបាទសบายខ្លាំងបណ្ដោយថ្ងៃហ្នឹងអ្នកគ្នាបាទហើយវីដេអូយ៉ាងនេះនឹងវែងតិចអ្នកគ្នាបាទដើម្បីចែកជូនអ្នកគ្នាមើលកុំថាខ្លីៗពេកចឹងអ្នកគ្នាចប់ទៅទីកែងយើងបានមើលបានច្រើនអ្នកគ្នាបាទកុំភ្លេចមើលដល់ចប់វីដេអូផងអ្នកគ្នាកុំភ្លេចខមមិនម្នាក់មួយផងមកជាចិត្តទេសភាពបែបហ្នឹងចឹងអ្នកគ្នាបាទអរគុណច្រើនអ្នកធ្វើក៏អ្នកធ្វើតែនេះ